ហើយអ្វីការអានពិតជាសំខាន់សម្រាប់មនុស្សគ្រប់គ្នាបាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាការអានមានសារៈសំខាន់ណាស់ក្នុងជីវិតរបស់យើងហើយវាជួយឲ្យយើងសិក្សានៅចំណេះដឹងថ្មីអភិវឌ្ឍគំនិតនិងកែប្រែខ្លួនឲ្យបានល្អប្រសើរនៅពេលយើងអានយើងអាចយល់ដឹងពីពិភពលោកកាន់តែច្រើនហើយធ្វើឲ្យខ្លួនយើងហើយបានទីចម្រើនជាងមុនផងដែរតែយ៉ាងណាមានអ្នកខ្លះគាត់សួរដោយលេស័យផងថាអានហ្នឹងបានស៊ីមែនចម្លើយនោះគឺថាអត់បានស៊ីទេតែវាជួយឲ្យយើងហ្នឹងបាត់ភ្លើមែនទៅសិភៅមិនយើងសម្រាប់ស៊ីឯណាបងប្អូនគឺយើងយកមកអានសម្រាប់អានអូខេអញ្ចឹងបងប្អូនអរគ្នាសូមជួយ Subscribe YouTube ខ្ញុំខាងក្រៅនេះផងដើម្បីទស្សនាវីដេអូនេះពេញព្រមទាំងវីដេអូជាច្រើនទៀតសូមអរគុណមួយទៀតការ like និង share របស់បងប្អូនប្រៀបបាននឹងការគ្រប់គ្រងថ្នាក់រៀនឥតគិតថ្លៃនិងបណ្ណាល័យសហគមន៍ឈ្មោះថាតូបសិភៅអានសេរីដែលខ្ញុំបានដំណើរការនៅខេត្តកំពតក្បែរភ្នំវល្លិតំបន់ព្រៃភ្នំជាង1ឆ្នាំមកនេះឥឡូវនេះខ្ញុំសូមបង្ហាញនៅបទពិសោធន៍របស់ខ្ញុំដែលទទួលបានពីការអានជាប្រចាំហើយជាបទពិសោធន៍ផ្ទាល់ទី1ការអានជាកត្តាសំខាន់សម្រាប់ទទួលបានចំណេះដឹងថ្មីសិភៅសារព័ត៌មាននិងអត្ថបទអនឡាញអាចបង្រៀនយើងជាច្រើនដូចជាវិទ្យាសាស្ត្រប្រវត្តិសាស្ត្រសុខភាពវប្បធម៌និងប្រធានបទផ្សេងៗទៀតយើងអានកាន់តែច្រើននោះយើងក៏ដឹងកាន់តែច្រើនដែរទី2ការអានជួយឲ្យយើងគិតបានល្អវាបង្រៀនឲ្យយើងផ្ដោតអារម្មណ៍យល់ចំណុចសំខាន់និងដោះស្រាយបញ្ហាបានហើយការអានរឿងក៏ជួយអភិវឌ្ឍស្មារតីនិងភាពច្នៃប្រឌិតរបស់យើងផងដែរហើយទី3ការអានធ្វើឲ្យយើងរៀនភាសាបានល្អប្រសើរនៅពេលយើងអានយើងរៀនពាក្យថ្មីយល់ដឹងពីវេយ្យាករណ៍ត្រឹមត្រូវនិងសំណង់ប្រយោគល្អវាជួយឲ្យយើងនិយាយនិងសរសេរបានច្បាស់លាស់និងមានទំនុកចិត្តហើយទី4ការអានអាចកែប្រែមនុស្សមកមានចិត្តល្អទូយ៉ាងការអានសិភៅដែលនិយាយអំពីសេចក្តីស្មោះត្រង់ក្តីមេត្តាការគោរពអាចជួយឲ្យយើងក្លាយជាមនុស្សល្អយើងអាចរៀនមេរៀនសំខាន់នានាដើម្បីអនុវត្តក្នុងជីវិតពិតប្រចាំថ្ងៃរបស់យើងទី5ការអានវាអាចជួយឲ្យសុខភាពផ្លូវចិត្តយើងបានច្រើនណាវាទៅកាត់បន្ថយសម្ពាធនិងធ្វើឲ្យយើងមានអារម្មណ៍ស្រួលចិត្តដូចជាការអានសៀវភៅកម្សាន្តឬរឿងនិទានគឺជាវិធីល្អក្នុងការចំណាយពេលវេលារងចាំឬសម្រាប់ពីអេក្រង់ទូរស័ព្ទទូរទស្សន៍ជាដើមសរុបសេចក្តីមកការអានមិនមែនសម្រាប់តែសាលារៀនប៉ុណ្ណោះទេប៉ុន្តែគឺសម្រាប់ជីវិតយើងរាល់គ្នាមនុស្សចិត្តអានជួយឲ្យយើងរៀនគិតនិយាយប្រព្រឹត្តនិងមានអារម្មណ៍ល្អបើយើងអានរៀងរាល់ថ្ងៃយើងនឹងកាន់តែឆ្លាតពីប្រសើរជាងមុននឹងអាចជោគជ័យដោយប្រការណាមួយជាដើមសុភាសិតអង់គ្លេសមួយនិយាយថាមិនមែនអ្នកអានទាំងអស់ជាអ្នកដឹកនាំទេប៉ុន្តែអ្នកដឹកនាំទាំងអស់ហ្នឹងតែងតែជាអ្នកអានលោក Harry Truman បានសរសេរជាអង់គ្លេសខ្ញុំសូមអានបងប្អូនគ្នា Not all reader are leader but all leader are reader មនុស្សគ្រប់គ្នាគួរតែចំណាយពេលអានព្រោះជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃវាជាសកម្មភាពសាមញ្ញ
ដែលមានផលល្អសម្រាប់អភិវឌ្ឍខួរក្បាលដែលជាលំហាត់ប្រាណស្មារតីដ៏ចាំបាច់ប្រៀបបាននឹងរាងកាយមនុស្សយើងត្រូវការបញ្ចេញពលកម្មដើម្បីសុខភាពល្អដូច្នោះដែរសូមអរគុណបងប្អូនទាំងអស់បានទស្សនាវីដេអូនេះរហូតដល់ទីបញ្ចប់តែសូមកុំភ្លេចចុច Subscribe YouTube ខ្ញុំខាងក្រៅនេះផងដើម្បីទស្សនាវីដេអូជាច្រើនទៀតបាទសូមអរគុណសូមជម្រាបលា